បាទសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីជាមួយខ្ញុំបាទសូម record ថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយក៏ដូចជាចំណេះដឹងថ្មីមួយដែរមកចែកជូនអ្នកទាំងអស់គ្នាទស្សនាអញ្ចឹងជាទូទៅ PDF នៅពេលយើង combine ចូលគ្នាហើយ file របស់យើងគឺបែបនេះមានន័យថា file របស់យើងគឺមានទាំងអស់បែបនេះណាប៉ុន្តែពេលខ្លះយើងចង់ផ្ដាច់អា file នេះវិញចង់ពលាឲ្យ file របស់យើងទាំងអស់ហ្នឹងបំបែកចេញពីគ្នាវិញអញ្ចឹងយើងត្រូវធ្វើដូចនេះដើម្បីកុំឲ្យខាតពេលយូរតោះយើងចូលទៅបំបែក file ហ្នឹងទាំងអស់គ្នាដើម្បីបំបែក file បានអត់មានបញ្ហាអីទេអ្នកទាំងអស់គ្នាគ្រាន់តែបើក file PDF ទៅតែមុននឹងបើក file PDF នេះអ្នកទាំងអស់គ្នាត្រូវតែប្រកាសថាអ្នកទាំងអស់គ្នាត្រូវតែមាន file Adobe Acrobat ដូចគ្នាចាំតិចខ្ញុំរកមក Adobe Acrobat ខ្ញុំនេះតើណាអ្នកទាំងអស់គ្នាត្រូវមាន Adobe Acrobat ហ្នឹងអញ្ចឹងវិធីនេះគឺខ្ញុំប្រាប់ពីតទៅជាមួយ Adobe Acrobat អញ្ចឹងខ្ញុំមានវិធីមួយទៀតខ្ញុំនឹងប្រើតាម Google ដូចជាយើងអាច search Google អាចផ្លាច់បានអូខេអញ្ចឹងខ្ញុំធ្វើការទៅលើវិធីនេះមុនអ្នកទាំងអស់គ្នាcứបើក file របស់យើងមកឡើយនេះ file របស់យើងឲ្យមានប្លង់របស់យើងឬក៏យើងឲ្យតែឯកសារជា PDF របស់យើងណាហើយអ្នកទាំងអស់គ្នាចូលមកកាន់ពាក្យថា tool កន្លែងមកអានេះតមកទៀតអ្នកទាំងអស់គ្នាយកពាក្យនេះណាអូកណៃ page នេះយកពាក្យហ្នឹងមកតមកអ្នកទាំងអស់គ្នានឹងឃើញ file បានន័យថាឃើញ file របស់យើងទាំងអស់ PDF ដែលយើងបាន combine ចូលគ្នាប្រហែលស្លឹកហ្នឹងយើងបានឃើញទាំងអស់ដល់ពេលយើងឃើញទាំងអស់ហើយអ្នកទាំងអស់គ្នាគ្រាន់តែធ្វើការ select all ទៅ select all យើងអាចប្រើជាមួយនឹង Ctrl A ហើយយើងចុចពាក្យថា extract ដល់មកកន្លែងនេះបើសិនបើអត់បានគ្រាអ្នកទាំងអស់គ្នាគ្រីសមួយទៅគ្រីសហើយយើងធ្វើការចុចពាក្យថា extract កន្លែងនេះពីពាក្យ extract មកបន្តមកទៀតយើងធ្វើការជ្រើសទីតាំងដាក់ file របស់យើងហ្នឹងឧទាហរណ៍ថាខ្ញុំធ្វើការដាក់នៅលើ desktop ហើយមុននឹងធ្វើការដាក់លើ desktop ខ្ញុំនឹងបង្កើត folder នៅលើ desktop មួយខ្ញុំធ្វើការបង្កើត folder មួយសិនហើយនេះខ្ញុំអត់បង្កើតបញ្ចូលកន្លែងណាទេខ្ញុំដាក់ទៅលើ desktop នេះបង្កើត folder មួយអញ្ចឹង folder របស់ខ្ញុំគឺលេខ13អូខេខ្ញុំធ្វើការ rename អត់បានទេ folder លេខ2យើង save មកអូខេដើម្បីយើងទៅឆែកមើល file ដែលយើងមក extract មិញនៅលើ folder របស់យើងគឺលេខ2មួយនេះអូខេអញ្ចឹងពេលនេះគឺនឹងបំបែក file របស់យើងបានន័យថាបំបែកចេញមួយស្លឹក20ឲ្យយើងទៅតែម្ដងអូខេនេះគឺជាវិធីនៅលើ Adobe Acrobat តែម្ដងប៉ុន្តែបើសិនបើវិធីមួយទៀតអ្នកទាំងអស់គ្នាអាចធ្វើការចូលទៅកាន់នេះគេចូលទៅកាន់ Google Chrome មកហើយអ្នកនរគ្នាយក Google Chrome មួយមកហើយយើងធ្វើការ Google Chrome អញ្ចឹងអ្នកនរគ្នា search ពាក្យថា I love បកឃ្លា PDF I love PDF តែមកអ្នកនរគ្នារក website មួយហ្នឹង I love PDF ខាងលើនេះចុចមកអូខេអញ្ចឹងយើងនឹងចេញបែបនេះតាមចេញបែបនេះមកយកពាក្យមួយនេះពាក្យថា slip ចុចលើហ្នឹងមកហើយអ្នកនរគ្នាឃើញកន្លែង select ខំកន្លែងនេះទេចុចលើហ្នឹងមកហើយយើងស្វែងរក file ដែលយើងចង់ផ្ដាច់ PDF ចេញពីគ្នាចុចលើនេះខ្ញុំ file របស់ខ្ញុំមួយនេះហើយខ្ញុំធ្វើការ open តើមកខ្ញុំឃើញ file របស់ខ្ញុំហើយអញ្ចឹងវាមានពី1ដល់16អញ្ចឹងទៅហើយកន្លែងនេះគេសួរយើងថាយើងចង់បំបែកមិនអញ្ចឹងកន្លែងនេះខ្ញុំរើសកន្លែងនេះលើពាក្យថា extra page កន្លែងនេះចុចលើនេះមកអូខេអញ្ចឹងគេនឹងបំបែក file របស់យើងទាំងអស់ហើយកានហើយដល់ពេលបំបែក file របស់យើងទាំងអស់ហើយយើងអាចធ្វើការចុច extract all ក៏បានឬក៏ចុច slip ខាងក្រោមនេះក៏បានខ្ញុំចុចខាងក្រោមមកអូខេអញ្ចឹងយើងធ្វើការហើយយើងតមកយើងចុចពាក្យថា download មកបន្ទាប់ពីយើងធ្វើការ download រងចាំបន្តិចទៅរហូតដល់ពេញបន្ទាប់មកយើងបានពេលយើង download មកយើងបានជា file មួយកន្លែងហ្នឹងឬក៏ file zip យើងបានជា file zip កន្លែងនេះយើងអាចធ្វើការអីគេយើងធ្វើការបើកនៅក្នុង file zip ទៅគេនឹងមាន folder នៅលើការបំបែក file PDF របស់យើងមួយហ្នឹងណាបានអ្នកទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីយើងធ្វើការ download បានហើយនេះយើង download បានហើយយើងមើល file របស់យើងនេះវា save ជា file យើងធ្វើការ download បានហើយយើងអាចធ្វើការបើក file ហ្នឹងបានអ្នកទាំងអស់គ្នាអញ្ចឹងនេះ file ដែលខ្ញុំ copy យកមកមិញខ្ញុំធ្វើការ extract file ហ្នឹងសាកមើលមកអូខេអញ្ចឹងពេលយើង extract មកយើងបាន file មួយអូខេនេះបាន folder មួយមកអញ្ចឹងយើងធ្វើការបំបែករបស់យើងបំបែក PDF របស់យើងគឺបំបែកចេញមកទាំងអស់មកគាត់នៅផ្ដុំដូចមុនតែមួយឯងបន្ទាប់មកនៅក្នុងមួយហ្នឹងវាមានច្រើនអញ្ចឹងយើងធ្វើការបំបែកបែបនេះអញ្ចឹងវិធីទាំងពីរហ្នឹងអ្នកទាំងអស់គ្នាអាចជ្រើសយកមួយណាក៏បានដែរបើសិនបើករណីអ្នកទាំងអស់គ្នាកុំព្យូទ័រអ្នកទាំងអស់គ្នាអត់មាន PDF ទេអ្នកទាំងអស់គ្នាអាចចូលទៅកាន់ Google Chrome ធ្វើដូចខ្ញុំមិនទៅក៏ប៉ុន្តែបើសិនបើអ្នកទាំងអស់គ្នាមាន PDF ហើយអ្នកទាំងអស់គ្នាអាចប្រើជាមួយនឹង PDF ទៅវាលឿនជាងយើងធ្វើការក្នុង Google Chrome អញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរជួបគ្នាវីដេអូក្រោយទៀតជាមួយខ្ញុំបាទសូម record